ក៏ក្រៅការចែកវែកញែករឿងប្រាក់ខែ$500អាមេរិកមិនទាន់គួរមានគូនៅលើបណ្ដាញសង្គមរឿងប្រាក់ខែ$500អាមេរិកគួរមានគ្រួសារឬក៏អត់កំពុងតែคล้ายទៅជាប្រធានបទចែកវែកញែកយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមតើរឿងនេះមានប្រភពដើមចោមចេញពីណាហេតុអ្វីបានជាមានការយល់ឃើញខុសៗគ្នាជាច្រើនហើយមុននឹងយើងធ្វើការវិនិច្ឆ័យតើមានចំណុចសំខាន់អ្វីខ្លះដែលសាមីខ្លួនបានចេញមុខបកស្រាយក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះជឿជាក់ថាប្រិយមិត្តពុកម៉ែបងប្អូនប្រកាសជាបានឃើញនៅការចែករំលែកតគ្នាជុំវិញវីដេអូនៃកិច្ចសម្ភាសន៍មួយដែលបាននិយាយអំពីទំហំនៃប្រាក់ចំណូលនិងការសម្រេចចិត្តក្នុងការកសាងដៃគូជីវិតប្រធានបទនេះបានទាក់ទាញនៅចំណាប់អារម្មណ៍អ្នកប្រើប្រាស់បណ្ដាញសង្គមរាប់ម៉ឺនរាប់លានរាប់សែននាក់ឲ្យចូលរួមបញ្ចេញមតិយោបល់យ៉ាងចម្រុះទាំងការយល់ស្របនិងការជំទាស់ផ្អែកទៅតាមព័ត៌មានដែលកំពុងតែទទួលបាននៅការចាប់អារម្មណ៍រឿងរ៉ាវនេះបានផ្ដើមចេញពីវីដេអូនៃកិច្ចសម្ភាសន៍របស់បុគ្គលដ៏មានប្រជាប្រិយភាពម្នាក់នៅលើបណ្ដាញសង្គម TikTok នោះគឺកញ្ញាសុកលីននៅក្នុងកិច្ចសម្ភាសន៍នោះពិធីករបានចោទសួរជាសំណួរទៅកាន់កញ្ញាសុកលីនថាតើប្រាក់ខែ$500អាមេរិកគួរមានគ្រួសារបានឬក៏អត់ជាការឆ្លើយតបកញ្ញាក៏បានបញ្ជាក់យ៉ាងច្បាស់ដោយផ្អែកទៅលើទស្សនៈផ្ទាល់ខ្លួនថាបើសម្រាប់ខ្ញុំគឺគិតថាអត់ទាន់គួរមានទេ$500អាមេរិកពីព្រោះវាតិចសម្រាប់អ្នកមានដៃគូតែបើយើងចាយម្នាក់ឯងចាយបានតែបើយើងមានដៃគូគឺត្រូវចំណាយច្រើនបន្ថែមលើសពីនេះកញ្ញាក៏បានបន្ថែមនៅការបញ្យល់ទៀតថាវាមិនមែនជារឿងហាមឃាត់មិនឲ្យមានគូនោះទេគ្រាន់តែរូបនាងចង់សម្ដៅថានៅពេលដែលយើងមានលទ្ធភាពហិរញ្ញវត្ថុគ្រប់គ្រាន់យើងអាចផ្គត់ផ្គង់គ្រួសារនិងចិញ្ចឹមបីបាច់មនុស្សដែលយើងស្រឡាញ់ដោយក្តីរំភើបនិងគ្មានសម្ពាធក្រោយពីកិច្ចសម្ភាសន៍នេះត្រូវបានកាត់ជាវីដេអូខ្លីៗនិងចែកចាយជាបន្តបន្ទាប់វាក៏បានបង្កើតទៅជាការជជែកវែកញែកយ៉ាងក្តៅកគុកអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនជាពិសេសបរិសុទ្ធបានសម្ដែងនៅក្តីមិនពេញចិត្តដោយមានអ្នកខ្លះបានយល់ឃើញថាសម្ដីនេះហាក់បីដូចជាការវាយតម្លៃទាបឬក៏មើលងាយដល់អ្នកដែលមានប្រាក់ចំណូលកម្រិតមធ្យមឬក៏ក្រោមមធ្យមបើទោះបីជាយ៉ាងណាក៏ដោយក៏មានមហាជនមួយផ្នែកធំបានចេញមុខគាំទ្រនិងយល់ស្របដោយបានលើកនៅហេតុផលថានេះគ្រាន់តែជាការកំណត់ស្តង់ដារជីវិតផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗតែប៉ុណ្ណោះដែលយើងមិនអាចយកមកកាត់ក្តីថាត្រូវឬក៏ខុសដាច់ខាតនោះឡើយនៅពេលដែលកំពុងតែមានការវែកញែកកាន់តែមានសន្ទុះខ្លាំងឡើងនាថ្ងៃទី23ខែកក្កដាឆ្នាំ2026កន្លងទៅនេះកញ្ញាសុកលីនក៏បានធ្វើការផ្សាយ live ផ្ទាល់តាមរយៈទំព័រ Facebook ផ្ទាល់ខ្លួនដើម្បីជាការឆ្លើយតបនិងបកស្រាយបំភ្លឺជុំវិញនៃការយល់ច្រឡំនេះតាមការបញ្ជាក់ក្នុងប្រភពរូបនាងបានបញ្យល់ថាអត្ថន័យពិតប្រាកដនៅក្នុងវីដេអូនោះគឺរូបនាងចង់សម្ដៅសំខាន់ទៅលើអ្នកដែលមានបន្ទុកគ្រួសារធំមានកូនត្រូវមើលថែនិងត្រូវចំណាយទៅលើការសិក្សាផ្សេងដែលទាមទារនៅប្រាក់ចំណូលខ្ពស់រូបនាងបានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនមានបំណងមើលងាយអ្នកដែលមានប្រាក់ចំណូលទាបនោះទេហើយក៏មិនបាននិយាយសម្ដៅទៅលើមនុស្សទូទៅទាំងអស់ដែរគឺគ្រាន់តែសម្ដៅទៅលើអ្នកដែលមានមហិច្ឆតាកសាងគ្រួសារនិងមានក្តីស្រមៃធំតែប៉ុណ្ណោះរូបនាងក៏បានសំណូមពរឲ្យបងប្អូនមហាជនចូលរួមស្ដាប់នៅវីដេអូពេញដើម្បីបានយល់ច្បាស់អំពីបរិបទទាំងមូលជៀសវាងការកាត់យល់តែមួយផ្នែកបើយើងក្រឡេកមកមើលនៅមតិយោបល់របស់អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងវិញយើងបានឃើញមាននៅការបែងចែកនៅទស្សនៈជា3ក្រុមធំដែលសុទ្ធសឹងតែមានអំណះអំណាងរៀងខ្លួនដោយក្រុមទី1គឺជាអ្នកដែលយល់ស្របទៅនឹងទស្សនវិជ្ជាសេដ្ឋកិច្ចជាក់ស្ដែងដែលមានដូចជាលោកផែងវណ្ណៈករណីឈ្មោះកឹមទាវសុកនិងឈ្មោះណារីហ៊ួនបានលើកឡើងស្រដៀងគ្នាថាការលើកឡើងនេះគឺមិនខុសនោះទេប្រសិនបើយើងមើលទៅលើទំហំនៃការចំណាយប្រចាំថ្ងៃជាពិសេសនៅរាជធានីភ្នំពេញដែលមានដូចជាថ្លៃទឹកថ្លៃភ្លើងផ្ទះជួលចំណាយទៅលើម្ហូបអាហារនិងតម្រូវការកូនតូចដូចជាម្សៅទឹកដោះគោខោទឹកនោមពួកគាត់បានយល់ឃើញថាការរក្សាស្ថិរភាពហិរញ្ញវត្ថុមុនពេលរៀបការនោះគឺជារឿងដ៏សំខាន់ដើម្បីជៀសវាងនៅបញ្ហាជីវភាពរីឯក្រុមទី2បានផ្ដោតទៅលើការសហការគ្នានៅក្នុងជីវិតគូដែលមានដូចជា account Facebook ឈ្មោះថាថោមាត់រៀលផ្ទះដាលុនសំណាងនិងអ្នកផ្សេងទៀតបានធ្វើការបញ្យល់ថាសុភមង្គលមិនអាចធ្វើការវាស់វែងដោយចំ
ចំនួនតួលេខនៃលុយតែមួយមុខនោះទេប្រាក់ខែចំនួន$500អាមេរិកនោះគឺវាសមរម្យអាចកសាងគ្រួសារបានប្រសិនបើដៃគូទាំងសងខាងចេះសហការស្គាល់ប្រមាណនិងមិនរស់នៅតាមសម្ភារៈនិយមហួសហេតុពួកគាត់បានលើកយកនៅសុភាសិតខ្មែរមួយឃ្លាដែលមានអត្ថន័យថាសំណាបយងដីស្រីយងប្រុសមកបញ្ជាក់ថាបើស្វាមីភរិយាចេះជួយរកចំណូលបន្ថែមនោះគ្រួសារប្រកាសជាមានភាពរីកចម្រើនចេរភាពចំណែកឯក្រុមទី3បានទាញនៅការចាប់អារម្មណ៍ទៅលើតថភាពសង្គមទូទៅក្នុងនោះមានដូចជា account Facebook ឈ្មោះថាប៊ុនមែលភឿននិងស្រីរតបានបញ្ជាក់ថាប្រាក់ខែចំនួន$500អាមេរិកឬក៏ប្រមាណជា2លានរៀលគឺវាមិនមែនងាយស្រួលរកបាននោះទេនៅកម្ពុជាសប្តាហ៍ថ្ងៃនេះមន្ត្រីរាជការឬក៏បុគ្គលិកក្រុមហ៊ុនជាច្រើនមានប្រាក់ចំណូលក្រោមនេះក៏ប៉ុន្តែពួកគាត់នៅតែអាចរៀបការនិងកសាងគ្រួសារមួយបានយ៉ាងកក់ក្ដៅដូច្នេះការដាក់សម្ពាធទៅលើទំហំនៃប្រាក់ខែមុនពេលរៀបការអាចជារឿងដែលធ្វើឲ្យយុវជនមានការព្រួយបារម្ភលើសលប់បាទប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាបើផ្អែកទៅលើទិន្នន័យនិងព័ត៌មានដែលយើងបានរៀបរាប់ខាងលើនេះយើងអាចយកមកធ្វើការវិភាគដោយប្រុងប្រយ័ត្នបានថាហេតុអ្វីបានជារឿងនេះคล้ายទៅជាចំណាប់អារម្មណ៍យ៉ាងខ្លាំងបែបនេះចំណុចទី1គឺវាបានប៉ះពាល់ទៅដល់ចំណុចដ៏រសើបនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបញ្ហាលុយកាក់ហិរញ្ញវត្ថុនិងការរៀបការនោះគឺជារឿងដែលយុវជនគ្រប់រូបតែងតែគិតគូរដល់នៅពេលដែលមានការលើកឡើងអំពីចំនួនតួលេខជាក់លាក់ណាមួយវាដោយស្វ័យប្រវត្តិនិងធ្វើឲ្យអ្នកស្ដាប់យកទៅធ្វើការប្រៀបធៀបទៅនឹងស្ថានភាពជាក់ស្ដែងរបស់ខ្លួនឯងទី2នោះគឺជាចំណុចដែលមហាជនគួរយល់នោះគឺភាពខុសគ្នានៃការកាត់សេចក្តីចេញពីវីដេអូខ្លីនិងកិច្ចសម្ភាសន៍ពេញបើយើងធ្វើការពិនិត្យទៅលើសម្ដីដើមកញ្ញាសុកលីនបានប្រើប្រាស់នៅពាក្យថាបើសម្រាប់ខ្ញុំដែលនេះបានសបញ្ជាក់យ៉ាងច្បាស់ថាវាគឺជាការឆ្លុះបញ្ចាំងអំពីស្តង់ដារនិងរបៀបរស់នៅផ្ទាល់ខ្លួនរបស់នាងមិនមែនជាការដាក់បន្ទាត់ក្រិតតម្រូវឲ្យសង្គមទាំងមូលអនុវត្តតាមនោះទេដោយដែលករណី Facebook ដែលមានឈ្មោះថាណាលីនបានធ្វើការវិភាគថាសម្រាប់របៀបរស់នៅដែលប្រើប្រាស់របស់របរមានតម្លៃការទាមទារប្រាក់ចំណូលខ្ពស់នោះគឺជាភាពចាំបាច់ផ្ទាល់ខ្លួនរបស់បុគ្គលនោះយ៉ាងណាក៏ដោយយើងក៏មិនគួរប្រញាប់ធ្វើការសន្និដ្ឋានឬក៏វិតម្លៃអវិជ្ជមានទៅលើភាគីណាមួយនោះឡើយការចែកចាយបន្តនៅវីដេអូដែលត្រូវបានកាត់តខ្លីៗនោះគឺជារឿយៗតែងតែធ្វើឲ្យអត្ថន័យដើមត្រូវបានបាត់បង់និងងាយបង្កឲ្យមានការយល់ខុសសម្រាប់មេរៀនដែលយើងទទួលបានអំពីរឿងនេះនោះគឺការប្រស្រ័យតាក់ទងដោយបើកចំហរវាងដៃគូដោយដែលទស្សនៈជាច្រើនបានលើកឡើងការចោះសម្រុងគ្នានិងការគ្រប់គ្រងហិរញ្ញវត្ថុរួមគ្នានោះគឺជារបាំងការពារដ៏ធំបំផុតសម្រាប់ជីវិតគ្រួសារបើទោះបីជាចំណូលស្ថិតនៅក្នុងកម្រិតណាក៏ដោយក្នុងនាមជាអ្នកតាមដានព័ត៌មាននិងអត្ថាធិប្បាយមួយរូបយើងខ្ញុំបានសង្កេតឃើញថាការបញ្ចេញមតិរបស់បងប្អូនមហាជនភាគច្រើនគឺពោពេញទៅដោយហេតុនិងផលនិងការឆ្លោះបញ្ចាំងអំពីបទពិសោធន៍ជីវិតពិតដែលនេះគឺជារឿងដែលគួរឲ្យកោតសរសើរការដែលយើងធ្វើការពិភាក្សាអំពីផែនការហិរញ្ញវត្ថុមុនពេលរៀបការនោះគឺជារឿងវិជ្ជមានសម្រាប់សង្គមពីព្រោះវាបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ទន្ទឹមនឹងនេះយើងក៏គួរបន្តរក្សានៅការគោរពចំពោះភាពចម្រុះនៃគំនិតការកំណត់ស្តង់ដារជីវិតរបស់មនុស្សម្នាក់ៗគឺខុសគ្នាវាអាស្រ័យទៅលើបរិបទគ្រួសារការអប់រំនិងតំបន់ដែលពួកគាត់រស់នៅអ្វីដែលសំខាន់នោះគឺការប្រើប្រាស់បណ្ដាញសង្គមដើម្បីផ្លាស់ប្ដូរមតិយោបល់ដោយសុភាពបើរិះគន់ក្នុងន័យស្ថាបនាដោយជៀសវាងនៅការប្រើប្រាស់នៅពាក្យពេចន៍ប្រមាថឬក៏ប៉ះពាល់ទៅដល់កិត្តិយសបុគ្គលណាមួយដោយសារតែគេមានទស្សនៈមិនស្របជាមួយនឹងយើងសរុបជារួមមកវិញភាពចម្រូងចម្រាសជុំវិញរឿងប្រាក់ខែ$500នេះមិនមែនជារឿងថាអ្នកណាខុសអ្នកណាត្រូវដាច់ខាតនោះទេក៏ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងអំពីការត្រៀមខ្លួនការគ្រប់គ្រងជីវភាពនិងការកំណត់គោលដៅរបស់មនុស្សម្នាក់ៗបើតាមប្រភពបញ្ជាក់ការលើកឡើងរបស់សម័យខ្លួននោះគឺជាការចែករំលែកអំពីស្តង់ដារផ្ទាល់ខ្លួននិងបំណងល្អនៅក្នុងការចង់ឃើញការរៀបចំគ្រួសារមួយដែលមានភាពរឹងមាំផ្នែកហិរញ្ញវត្ថុតើបងប្អូនប្រិយមិត្តមានទស្សនៈយ៉ាងណាដែរចំពោះការរៀបចំផែនការហិរញ្ញវត្ថុនៅក្នុងជីវិតគូសូមចូលរួមបញ្ចេញមតិយោបល់របស់អស់លោកអ្នកនៅខាងក្រោមវីដេអូនេះដោយក្តីគោរពនិងការស្ថាបនាជាចុងក្រោយនេះខ្ញុំបាទសូមអរគុណដល់ប្រិយមិត្តពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានទស្សនានៅវីដេអូនេះតាំងពីដើមដល់ទីបញ្ចប់និងសូមគោរពលា